បងប្អូនទាំងអស់នេះជួយ share ករណីខាងលើបន្តិចចង់ឲ្យម្ចាស់ខ្លួនរបស់គាត់នឹងឃើញដោយផ្ទាល់ព្រោះដោយសារតែម្សិលមួយថ្ងៃនេះខ្ញុំបានអាយ៉ែឡាននៅចំណុចខាងលើដែលខ្ញុំបានដាក់ជា map ជាផែនទីនៅខាងលើហ្នឹងអញ្ចឹងទៅអ្នកដែលរស់នៅទីក្រុងប៉ោយប៉ែតនិងសង្កាត់ផ្សារកណ្ដាលសុទ្ធតែស្គាល់ទីតាំងហ្នឹងខ្ញុំនឹងដាក់រូបឲ្យពេញឲ្យឃើញច្បាស់ហើយករណីទាំងអស់ដែលខ្ញុំបានជួបអ៊ំស្រីម្នាក់ដែលគាត់ជិះម៉ូតូលំមកចំហៀងហើយបានដឹកក្មេងម្នាក់ទៀតគាត់មកដល់ចំណុចផ្លូវហ្នឹងគឺគាត់អត់បានភពឲ្យឡានខ្ញុំអាយ៉ែមុនទេគាត់បែរជាជិះវៀងកលុកដែលខាងស្ដាំដែលគាត់ត្រូវឈប់ឲ្យឡានខ្ញុំអាយ៉ែរួចផុតសិនទើបគាត់មកហ្នឹងក៏អត់ទាន់បានឈប់ទេគាត់បែរជាវៀងខាងឆ្វេងបន្ទាប់មកគាត់បត់ពីខាងឆ្វេងហ្នឹងចូលមកស្ដាំវិញដែលចំចំណុចផ្លូវបំបែកជា3ហ្នឹងនៅកណ្ដាលទីតែម្ដងដែលខ្ញុំអាយ៉ែមកល្មមនឹងតែម្ដងតែសំណាងល្អណាស់ដែលយើងមើលតន់ហើយគាត់ក៏បានស្រែកដាក់ខ្ញុំមកទំហឹងហើយខ្ញុំក៏ច្រឡោតព្រោះថាគាត់ត្រូវតែឈប់នៅខាងស្ដាំដែលគាត់ត្រូវតែប្រកាន់ស្ដាំហើយឈប់នៅនឹងមួយកន្លែងរហូតដល់ឡានខ្ញុំដែលមានអត្ថភាពនោះគឺរយៈផុតសិនទើបគាត់មានសិទ្ធិមកប៉ុន្តែគាត់អត់បានធ្វើអញ្ចឹងទេទីតាំងដែលគាត់ត្រូវឈប់នឹងវាកលុកផងអញ្ចឹងហើយគាត់បានជិះចែងជំហៀងផ្លូវខាងឆ្វេងតែម្ដងដើម្បីបានឆ្លងមកហើយគាត់ជំនះឡានយើងដែលកំពុងបត់នៅផ្លូវបំបែក3នោះផងដែរអញ្ចឹងទៅទាំងអស់គ្នាមើលក្នុងរូបភាពគឺដឹងហើយខ្ញុំមិនចង់និយាយច្រើនឲ្យគាត់មានការខ្មាស់អៀនអីទេប៉ុន្តែទាំងអស់គ្នាគួរតែយកករណីទាំងអស់នេះទុកជាបទពិសោធន៍ហើយយើងទាំងអស់គ្នារួមគ្នាគោរពច្បាប់ចរាចរណ៍ព្រោះថាបើសិនជាយើងនៅតែមិនយល់ពីចំណុចទាំងអស់នេះបងប្អូនជុំវិញខ្លួនយើងនឹងក្តៅកាហាយថ្ងៃក្រោយទៅយើងក៏ស៊ាំនឹងអំពើទាំងអស់នឹងទៀតយើងក៏ជិះដូចគាត់ដែរអត់បានទៅមុខទេជាតិនេះខ្ញុំចង់មានន័យថាប្រជាជាតិទាំងមូលនេះនឹងរលាយហើយយើងមិនបាច់ទៅតវ៉ាប្រឆាំងជាមួយថៃជាមួយប្រទេសផ្សេងទេព្រោះយើងបំផ្លាញគ្នាឯងអស់ទៅហើយអូខេវីដេអូនេះ2នាទីជាងកុំឲ្យវែងជាងនឹងបាទអរគុណបងប្អូនទាំងអស់គ្នាជួយ share បន្តិច share ឲ្យដល់គាត់នៅផ្សារកដាលទេហើយខ្ញុំមិនបានថាចង់វាយប្រហារគាត់ទេតែខ្ញុំពេលខ្លះទៅខ្ញុំអាណិតគាត់ដែរដោយសារតែគាត់មានកូនក្មេងហើយខ្ញុំអត់ចាំមុខគាត់សោះអូខេបាទអរគុណពេញដោយទុក្ខចិត្តមនុស្សវង្វេង